នៅថ្ងៃដំបូងដែលខ្ញុំបានរៀបចំផ្លាស់ទៅកាន់ផ្ទះថ្មីខ្ញុំបានឃើញមានមនុស្សម្នាក់មកពីអគារទល់មុខដែលមានឥរិយាបថចម្លែកវាជារូបរាងបុរសម្នាក់ឈរនៅទីនោះមិនដែលរើស្រាលហើយសម្លឹងមើលមកខ្ញុំមានអារម្មណ៍ថាខ្លាចបន្តិចតែនៅពេលនោះបន្ទប់ដែលខ្ញុំឈរនៅបានភ្លឺឡើងពេលនោះប្តីខ្ញុំបានត្រឡប់មកពីធ្វើការខ្ញុំបានប្រាប់ប្តីភ្លាមអំពីមនុស្សដែលខ្ញុំបានឃើញប៉ុន្តែនៅពេលគាត់ទៅមើលនៅក្បែរបង្អួចមនុស្សនោះបានបាត់ទៅហើយប្តីខ្ញុំគិតថាខ្ញុំមើលច្រឡំហើយប្រាប់ខ្ញុំកុំគិតច្រើនប៉ុន្តែខ្ញុំប្រកាសថាខ្ញុំមើលមិនច្រឡំទេខ្ញុំពិបាកដេករហូតដល់ម៉ោង 2 ពាក់កណ្ដាលអាធ្រាត្រពេលនោះខ្ញុំក៏សម្លឹងមើលតាមបង្អួចម្ដងទៀតហើយបានឃើញបុរសនៅទូឋានពិតជាលេចឡើងវិញហើយនៅតែឈរតាមដានខ្ញុំដោយមិនរីករាយពេលនេះខ្ញុំអាចបញ្ជាក់បានហើយបុរសនោះពិតជាមនុស្សក្រីក្បាលពិតប្រាកដខ្ញុំត្រូវតែព្យួរវាំងនឹងឲ្យបានលឿនហើយបន្ទាប់មកថ្ងៃបន្ទាប់ខ្ញុំនាំប្តីទៅទិញវាំងនឹងគិតថាបែបនេះនឹងរួចផុតពីមនុស្សក្រីក្បាលនោះប៉ុន្តែអ្វីដែលខ្ញុំមិនដឹងនោះការតស៊ូផ្លូវចិត្តរវាងខ្ញុំនិងបុរសនៅអគារទល់មុខទើបតែចាប់ផ្ដើមប៉ុណ្ណោះនៅលើផ្លូវត្រឡប់ទៅខ្ញុំនិងស្វាមីភ្លើងក៏សម្គាល់ឃើញចម្លែកមានប៉ូលីសជាច្រើននៅក្រោមអគារប្រែក្លាយជាឃាតករសម្លាប់គ្នាជាបន្តបន្ទាប់ដែលកំពុងក្បត់បានសម្លាប់ម្ដងទៀតហើយប៉ូលីសរហូតមកដល់ពេលនេះក៏នៅតែមិនអាចចាប់ខ្មាំងសម្លាប់មនុស្សនេះបានដែលជនរងគ្រោះក៏ដូចពីមុនដែរគឺជាក្មេងស្រីវ័យក្មេងស្អាតដូចខ្ញុំហើយយោងតាមការសម្ភាសន៍របស់អ្នករួចខ្លួនតែមួយគត់មុនពេលជនរងគ្រោះត្រូវគេសម្លាប់តែងមានអារម្មណ៍ថាមានគេកំពុងសម្លឹងមើលខ្លួនបន្ទាប់មកក៏ត្រូវគេតាមដានហើយទីបំផុតក៏ត្រូវគេលុកវាដូចគ្នាទៅនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំណាស់ខ្ញុំកាន់តែភ័យខ្លាចជាងមុនទៀតបុរសនៅតាមផ្ទះទល់មុខនោះគឺជាមនុស្សសម្លាប់គេហើយគោលដៅបន្ទាប់របស់គេគឺខ្ញុំព្យាយាមរកការពារពីស្វាមីយ៉ាងប្រញាប់ប្រញាល់ចង់ឲ្យគាត់គិតវិធីការពារខ្ញុំប៉ុន្តែមនុស្សនៅតាមផ្ទះទល់មុខមានតែពេលខ្ញុំមើលទៅលេចឡើងប្តីទៅពិនិត្យឃើញថាអ្វីគឺធម្មតាប្តីមិនយកចិត្តទុកដាក់គិតថាខ្ញុំប្រកាសជាមានសម្ពាធថ្មីនេះដូច្នេះទើបមានការសង្ស័យមួយនេះអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៀតគាត់ថែមទាំងយកការភ័យខ្លាចរបស់ខ្ញុំទៅនិទានជារឿងគួរឲ្យអស់សំណើចដល់ក្រុមការងាររបស់គាត់ធ្វើឲ្យខ្ញុំមើលទៅដូចជាមនុស្សដែលមានវិកលចរិតដូចជាជំងឺវិកលរបស់អ្នកដែលមានគំនិតបំពុលនេះធ្វើឲ្យខ្ញុំខកចិត្តយ៉ាងខ្លាំងចំពោះប្តីរបស់ខ្ញុំប៉ុន្តែខ្ញុំដឹងថាអារម្មណ៍ទី6របស់ខ្ញុំមិនអាចខុសបានទេពីព្រោះនៅថ្ងៃបន្ទាប់ពេលខ្ញុំចាក់ចេញពីផ្ទះខ្ញុំមានអារម្មណ៍ថាមានគេតាមដានខ្ញុំប៉ុន្តែខ្ញុំមិនអាចរកឃើញអ្នកតាមដាននោះទេខ្ញុំគិតក្នុងចិត្តថាការអាក្រក់កំពុងកើតឡើងហើយឃាតក៏ចង់ធ្វើអំពើចាក់ស្លាប់ខ្ញុំឥឡូវនេះគេចាប់ផ្ដើមមានដានខ្ញុំហើយគេថែមទាំងជាអ្នកឆ្លាតខាងការប្រឆាំងនឹងការតាមដានទៀតដូច្នេះខ្ញុំបានរត់ចូលឋានសួយ21ភ្លាមកន្លែងនេះមានមនុស្សច្រើនគេមិនហ៊ានធ្វើអ្វីខ្ញុំទេនៅទីនេះខ្ញុំពួនជ្រកក្រោមគម្រប់នៃការជ្រើសរើសទំនិញហើយខ្ញុំពិតជាបានឃើញបុរសម្នាក់គួរឲ្យសង្ស័យរូបរាងរបស់គេដូចជាបុរសដែលតាមដានខ្ញុំដូចគ្នាទាំងស្រុងហើយគាត់នៅតែដើរតាមខ្ញុំមិនឆ្ងាយមិនក្បែរខ្ញុំទៅទីណាគាត់ក៏ទៅទីនោះដែលខ្ញុំប្រញាប់ប្រញាល់រត់វិលពី3ជុំក្នុងចន្លោះធ្នើព្យាយាមគេចផុតពីគាត់ទីបំផុតមិនឃើញមានស្លាកស្នាមគាត់នៅក្បែរខ្ញុំទៀតទេពេលខ្ញុំចង់រកឱកាសចាក់ចេញពីផ្សារឆ្ងាយភ្លាមបិទមួយជ្រុងខ្ញុំក៏បានជួបមុខបុរសម្នាក់ទៀតខ្ញុំបានប្រញាប់បើកទ្វារណាមួយហើយជ្រកក្រោមឆ្លងកាត់បង្អួចខ្ញុំបានឃើញបុរសនោះឈរចំហោះទ្វារជាយូរមើលទៅដូចជាកំពុងតាមរកខ្ញុំហេតោះទៅបង្រៀនតើមានទ្វារខាងក្រោយទេខ្ញុំរីករាយខ្ញុំពិតជាត្រូវការធ្វើឲ្យស្អាតណាស់ខ្ញុំបានចាក់ចេញពីហាងសម្ភារៈតាមរយៈទ្វារហើយបានគេចផុតពីបុរសនោះបណ្ដោះអាសន្នពេលត្រឡប់ទៅផ្ទះវិញខ្ញុំបានប្រាប់ប្តីអំពីហេតុការណ៍នៅហាងសម្ភារៈលើកនេះទោះគាត់នៅតែគិតថាខ្ញុំគិតច្រើនពេកក៏ដោយខ្ញុំបានការពារខ្លួនយ៉ាងដាច់ខាតហើយទាញគាត់ទៅហាងសម្ភារៈដើម្បីមើលការតាមដាននៅក្នុងការតាមដានបុរសនោះពិតជាកំពុងសម្លឹងមើលខ្ញុំអត់ឈប់ឈរប៉ុន្តែប្តីវិញគិតថាប្រកាសជាខ្ញុំបានសម្លឹងមើលគាត់មុនគេទើបតែងតែសម្លឹងមើលខ្ញុំមិនដាច់ការមិនទុកចិត្តរបស់គាត់ធ្វើឲ្យខ្ញុំឈឺចាប់និងអស់សង្ឃឹមខ្ញុំចាំបាច់ត្រូវថតរូបបុរសម្នាក់នៅក្នុងកាមេរ៉ាសម្រាប់ពេលយប់ខ្ញុំអង្គុយចាំនៅមុខបង្អួចរៀបចំរងចាំពេលបុរសម្នាក់នៅខាងមុខលេចមុខឡើងវិញដើម្បីថតរូបគាត់រកភូស្តាងបញ្ជាក់ថាពួកគេជាមនុស្សតែម្នាក់ពេលនោះអេរិយាបថមិនប្រក្រតីទាំងពីររបស់គាត់នឹងត្រូវបូកបញ្ចូលគ្នាខ្ញុំមិនជឿថាប្តីអាចធ្វើបានទេប៉ុន្តែពេលនេះបុរសម្នាក់នោះមិនបានមកទេក្នុងផ្ទះក៏គ្មានពន្លឺអគ្គិសនីដែលខ្ញុំកំពុងឆ្ងល់ថាហេតុអ្វីសំឡេងរបាំងទ្វារក៏លាន់នៅឡើងចិត្តខ្ញុំស្រាប់តែរន្ធត់យ៉ាងខ្លាំងប្តីខ្ញុំពេលនេះកំពុងធ្វើការបន្ថែមម៉ោងឲ្យតែនៅផ្ទះតែម្នាក់ឯងខ្ញុំរឹតតែអស់ជំនួយខ្ញុំបន្តិចម្ដងខ្លួនទៅជិតទ្វារបន្ទាប់ពីបានបញ្ជាក់អត្តសញ្ញាណអ្នកមកដល់តាមរន្ធមើលទ្វារទើបហ៊ានបើកទ្វារជាសំណាងល្អនេះជាលោកយាយពីជាន់ក្រោមលោកយាយនិយាយភាសាក្នុងតំបន់ស្តង់ដារមួយទាំងនិយាយទាំងធ្វើភាពយន្តសួរខ្ញុំថាឃើញឆ្មារបស់គាត់ឬទេ
ខ្ញុំមិនអាចយកសោះសំបីតែមួយម៉ាត់ពេលនោះអ្នកចិត្តខាងបានត្រឡប់មកវិញគាត់បានធ្វើជាអ្នកបកប្រែជួយខ្ញុំបញ្ជាយាយម្នាក់ដែលមករកឆ្មាចេញខ្ញុំដឹងគុណអ្នកចិត្តខាងជាខ្លាំងគាត់ក៏បាននិយាយថាគាត់ចង់រកគ្នាផឹកស្រាត់និងជែកគ្នាខ្ញុំក៏ស្ម័គ្រចិត្តទៅផ្ទះគៀតពួកយើងស្គាល់គ្នាភ្លាមហើយជែកសប្បាយរហូតហើយអ្វីដែលធ្វើឲ្យខ្ញុំរីករាយជាងនេះទៀតគឺបន្ទាប់ពីខ្ញុំបានប្រាប់គាត់អំពីការតាមដាននិងការគេចតាមខ្ញុំថ្មីនេះអ្នកចិត្តខាងមិនបានធ្វើដោយប្តីខ្ញុំទេតែគិតថាខ្ញុំព្រួយបារម្ភហួសហេតុគាត់បានប្រាប់ខ្ញុំថាតំបន់នេះពិតជាមានសុវត្ថិភាពខ្សោយដូច្នេះខ្ញុំក៏អាចរៀនពីគាត់ដោយទិញកាំភ្លើងការពារខ្លួនប៉ុន្តែខ្ញុំមិនទាន់មានឱកាសធ្វើតាមដំបូន្មានរបស់គាត់ទេអ្នកចិត្តខាងក៏ជួបបញ្ហាយប់បន្ទាប់ខ្ញុំលាន់ញើសសំឡេងស្រែករំខានមួយរំពងពីផ្ទះជាប់គ្នាខ្ញុំប្រញាប់ទៅគោះទ្វារសួរគាត់ថាមានរឿងអ្វីប៉ុន្តែគូជាច្រើនដងក៏គ្មានគេឆ្លើយតបដែលខ្ញុំមានអារម្មណ៍ថាមិនល្អឡើយតើបុរសនៅទូប៉ុន្មាននឹងសម្រេចចិត្តធ្វើអ្វីដល់អ្នកចិត្តខាងមុនក្នុងពេលប្រញាប់ប្រញាល់ខ្ញុំបានអង្គរម្ចាស់ផ្ទះឲ្យប្រើកូនសបំរុងបើកផ្ទះអ្នកចិត្តខាងប៉ុន្តែនៅពេលដែលទ្វារត្រូវបានបើកយើងឃើញថាខាងក្នុងផ្ទះមិនមានអ្វីមិនប្រក្រតីទាំងអស់សំឡេងរំខានមុនគ្រាន់តែជាសំឡេងរបស់ឆ្មារបស់យាយចំណាស់ផ្ទះក្រោមដែលវាបានវង្វេងទោះបីជាវាគ្រាន់តែជាការភ័យស្លន់ស្លោមួយខ្ញុំពិតជារីករាយណាស់ដែលអ្នកចិត្តខាងមិនមានអ្វីកើតឡើងប៉ុន្តែអ្នកចិត្តខាងដែលត្រូវគេដាស់ឲ្យភ្ញាក់គិតថាសកម្មភាពរបស់ខ្ញុំថ្ងៃនេះមានភាពហួសហេតុពេកដូចជាមនុស្សវិកលចរិតមែនម្ចាស់ផ្ទះក៏បានព្រមានប្តីខ្ញុំថាបើខ្ញុំនៅតែធ្វើឲ្យគេរំខានបែបនេះទៀតនឹងចាប់ខ្ញុំគេចាក់ចេញពីតំបន់នេះប្តីដែលត្រូវគេជេរមកនោះគ្មានអ្វីស៊ូបានទេប្រាប់ខ្ញុំឲ្យទៅរកការងារធ្វើនៅខាងក្រៅណាមួយពេញមួយថ្ងៃនៅផ្ទះគ្រាន់តែសង្ស័យឥតខ្ចោះក៏មិនមែនជាដំណោះស្រាយដែរខ្ញុំបានក្លាយទៅជាមនុស្សវិកលចរិតក្នុងមាត់អ្នកភូមិទាំងសង្កាត់រឿងនេះធ្វើឲ្យខ្ញុំបែកបាក់ផ្លូវចិត្តទាំងស្រុងហេតុនេះខ្ញុំបានសម្រេចចិត្តលែងលេះចេញវាយប្រហារជាមុនជាមួយបុរសដែលកំពុងតាមដានខ្ញុំទោះស្លាប់ទោះរស់ខ្ញុំក្លាហានទៅដល់អគារលំនៅឋានរបស់បុរសនោះហើយគោះទ្វារផ្ទះរបស់គាត់ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលគឺអ្នកដែលបើកទ្វារគឺជាមនុស្សចំណាស់ម្នាក់តើខ្ញុំគោះទ្វារខុសឬប៉ុន្តែនេះពិតជាផ្ទះរបស់បុរសនោះមែនហើយរកមិនឃើញគាត់ខ្ញុំត្រូវតែត្រឡប់ទៅផ្ទះវិញមុនគេក្នុងពេលខ្ញុំកំពុងរង់ចាំជណ្ដើរយន្តភ្នែកខ្ញុំបានរំកិលមើលទៅកាន់ផ្លូវថ្នល់ក្នុងអគារខ្ញុំបានឃើញបុរសនោះទើបតែត្រឡប់មកដល់គាត់សម្លឹងមើលខ្ញុំយ៉ាងតានតឹងខ្ញុំបានចុះជណ្ដើរយន្តយ៉ាងរហ័សប៉ុន្តែបុរសនោះនៅតែឈរសម្លឹងមើលខ្ញុំនៅក្នុងអគារជណ្ដើរយន្តភ្នែករបស់គាត់ធ្វើឲ្យខ្ញុំរសាត់ទាំងខ្លួនធ្វើឲ្យខ្ញុំគ្មានសេចក្តីក្លាហាននឹងប្រឈមមុខជាមួយគាត់ទេត្រឡប់ទៅផ្ទះវិញខ្ញុំមិនទាន់បានដកដង្ហើមធ្លុងសោះលេខទ្វារក៏បន្លឺឡើងបុរសនៅតាមអគារនោះចម្លែកជាហៅតម្រួតមកគេថាខ្ញុំគោះទ្វារតាមពេលយប់ធ្វើឲ្យឪពុកគេភ័យតែជាលោកតាដែលបើកទ្វារឲ្យខ្ញុំពិតជាមិនខុសអាសេដ្ឋានទេបុរសម្នាក់នេះពិតជាអ្នកដែលចូលចិត្តលុបមើលខ្ញុំគេឲ្យខ្ញុំសុំទោសឪពុកគេហ៊ានបង្វែរកំហុសមកខ្ញុំទៅវិញខ្ញុំមិនព្រមសុំទោសទេប៉ុន្តែអ្វីដែលខ្ញុំមិនរំពឹងទុកបុរសមិនបានបញ្ជាក់ថាត្រូវការឲ្យខ្ញុំសុំទោសនោះទេផ្ទុយទៅវិញគាត់បានស្ម័គ្រចិត្តលើកដៃចងសម្ព័ន្ធមេត្រីជាមួយខ្ញុំហាក់ដូចជាចង់បំភ្លេចរឿងនេះទៅខ្ញុំលូកដៃចេញដោយរសាត់រសល់ពួកយើងមើលទៅរីករាយសុខសាន្តតែមានត្រឹមតែដានម្រាមដៃជ្រៅលើដៃខ្ញុំប៉ុណ្ណោះដែលកំពុងព្រមានខ្ញុំថាគាត់នឹងមិនលះបង់ការនេះយ៉ាងងាយទេបន្ទាប់ពីបុរសចាក់ចេញប្តីបានឃើញខ្ញុំមានស្ថានភាពវិកលចរិតដូច្នេះបានបង្ហាញខ្ញុំនៅព័ត៌មានមួយព័ត៌មាននិយាយថាឃាតករសម្រាប់គេថ្មីនេះត្រូវបានចាប់ហើយមិនមែនបុរសក្នុងទីបន្ទប់ខាងក្រោមនោះទេខ្ញុំយល់ច្រឡំគាត់ហើយប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាខ្លួនមិនបានគិតច្រើនពេកទោះបីបុរសក្នុងទីបន្ទប់ខាងក្រោមមិនមែនជាឃាតករក៏ដោយគាត់ក៏ពិតជាមិនមែនជាមនុស្សល្អដែលប្តីគិតថាខ្ញុំធ្វើហួសហេតុពេកលើពិភពលោកមិនមានមនុស្សអាក្រក់ច្រើនម្លេះទេដើម្បីឲ្យខ្ញុំមានអារម្មណ៍ស្រួលចិត្តប្តីបាននាំខ្ញុំទៅចំណែកអាហាររួមជាមួយក្រុមការងារនៅពេលនេះខ្ញុំនៅតែមានការភ័យខ្លាចចំពោះបុរសនៅអគារទល់មុខប្តីវិញនៅតែយកការភ័យខ្លាចរបស់ខ្ញុំយកទៅលេងសើចចំអកជាមួយក្រុមការងារហាក់ដូចជាការបារម្ភរបស់ខ្ញុំទាំងអស់គ្រាន់តែជារឿងអាស្រូវពេលរៀបការកាលពីមុនគាត់ធ្លាប់បានសន្យាថានឹងជឿទុកចិត្តខ្ញុំគ្មានលក្ខខណ្ឌខ្ញុំក្តៅក្រហាយងាកចេញប្តីបានដេញតាមមកភ្លាមប៉ុន្តែមិនមែនមកទូចសុំខំម៉ៃនោះទេគឺមកដេញថ្លែងថាខ្ញុំពិតជាលេងសើចមិនចេញនិយាយត្រឹមពី3ម៉ាត់ក៏ខឹងដូចស្រីឈួតអញ្ចឹងឥឡូវនេះខ្ញុំអស់សង្ឃឹមចំពោះគាត់ទាំងស្រុងហើយខ្ញុំងាកចេញភ្លាមរៀបចំត្រឡប់ទៅផ្ទះម្ដាយវិញកន្លែងអាក្រក់នេះខ្ញុំមិនអាចនៅបានសំបីតែមួយវិនាទីទេខ្ញុំឡើងរថភ្លើងក្រោមដេកត្រឡប់ទៅផ្ទះប៉ុន្តែពេលចូលទៅក្នុងទូភ្លើងខ្ញុំបានឃើញបុរសម្នាក់នៅក្នុងរថភ្លើងទល់មុខ
ខ្ញុំបានផ្លាស់ទីទៅកាន់តួភ្លើងមួយផ្សេងទៀតភ្លាមប៉ុន្តែបុរសនោះក៏បានតាមខ្ញុំមកដែរការរុករកចិត្តរបស់គាត់បានធ្វើឲ្យខ្ញុំខូចចិត្តយ៉ាងខ្លាំងខ្ញុំបានសួរគាត់ថាតើចង់ធ្វើអ្វីប៉ុន្តែបុរសនោះគ្រាន់តែនិយាយថាខ្ញុំនៅតែជំពាក់ការសុំទោសឪពុករបស់គាត់ខ្ញុំបាននិយាយពាក្យសុំទោសច្រើនដងភ្លាមហើយខ្ញុំបានចុះឡានមុនមួយឈ្នះរត់ប្រណាំងទៅផ្ទះត្រឡប់មកផ្ទះភ្លាមខ្ញុំក៏ប្រញាប់ប្រញាល់ចាប់ផ្ដើមដាក់សម្ភារៈចង់រត់គេចខ្លួនពីទីនេះឲ្យបានលឿនកិច្ចពីបុរសនោះតែនៅពេលនោះខ្ញុំឮសំឡេងស្រែកនៅផ្ទះជាប់គ្នាខ្ញុំប្រញាប់រត់ចេញទៅមើលប៉ុន្តែពេលខ្ញុំបើកទ្វារផ្ទះអ្នកជិតខាងរបស់ខៀវយ៉នពេលខ្ញុំមើលឃើញអ្វីដែលកើតឡើងនៅក្នុងនោះខ្ញុំចិត្តតែខ្ពើមរន្ធត់ដល់មៀតបុរសនៅអាគារទល់មុខបានច្រើនខ្ញុំរំលើក្រែគាត់ដាក់កាំបិតទៅលើសរសៃឈាមធំរបស់ខ្ញុំវាហាក់ដូចជាអារម្មណ៍របស់ខ្ញុំមិនខុសទេគាត់ពិតជាមនុស្សមិនល្អមែនហើយក៏ពិតជាចង់ធ្វើអាក្រក់ចំពោះខ្ញុំមកយូរហើយសំឡេងខ្ញុំស្រែកជួយនៅមិនទាន់ដល់ដីបុរសនោះកាត់កណ្ដាលខ្ញុំប្រញាប់ប្រញ័ររុញខ្លួនវិលតាមស្មារតីចុងក្រោយចេញទៅពីព្រោះខ្ញុំចាំថាផ្ទះជិតខាងមានកាំភ្លើងគ្រាន់តែយកកាំភ្លើងបានខ្ញុំអាចបកចេញបានតែនៅពេលខ្ញុំគ្មានហួសទីកន្លែងដាក់កាំភ្លើងត្រឹមតែប្រាសង់ទីម៉ែត្រតែប៉ុណ្ណោះខ្ញុំអស់កម្លាំងរលូតបុរសនោះសម្លឹងមើលខ្ញុំដែលរបួសហូរឈាមពេញខ្លួនដោយពេញចិត្តគិតថាខ្ញុំត្រូវតែស្លាប់ជាមិនខានហើយបន្ទាប់មកគាត់ក៏សម្អាតឈាមនៅលើខ្លួនដោយសប្បាយរៀបចំចាក់ចេញពីកន្លែងប្រព្រឹត្តកម្មប៉ុន្តែអ្វីដែលគាត់មិនដឹងនោះគឺស្វាមីខ្ញុំបានមកដល់ផ្ទះពេលនោះឯងហើយគាត់បានឃើញបុរសម្នាក់ចេញពីផ្ទះអ្នកជិតខាងស្វាមីដែលដឹងថាមានអ្វីមិនត្រូវការបានប្រញាប់ប្រញាល់ចូលទៅសួរបុរសនោះគ្មានគេដឹងថាវិធីសាស្ត្របន្ទាបបុរសដែលខ្ញុំបាញ់កាលពីធ្វើជាស្លាប់គាត់ដួលរួមយ៉ាងភ្លាមសម្លឹងមើលខ្ញុំដែលធ្វើជាស្លាប់ហើយប្រឆាំងវិញដោយមិនជឿហើយស្វាមីក៏ភ្ញាក់ផ្អើលនឹងឈុតឆាកនៅចំពោះមុខនេះដែររហូតដល់ខ្ញុំដើរចេញមកពោពេញឈាមគាត់ទើបតែជឿការសង្ស័យរបស់ខ្ញុំមុននោះមិនមែនជាការគិតច្រើនពេកនោះទេប៉ុន្តែវាយឺតពេកហើយយើងទាំងពីរបានបាត់បង់ទំនុកចិត្តទៅវិញទៅមកទាំងស្រុងខ្សែភាពយន្តបានចប់ត្រឹមនេះគឺជាខ្សែភាពយន្តអាមេរិកដែលចេញឆ្នាំ2022ក្នុងខ្សែភាពយន្តនារីឯកត្រូវបានបុរសអាថ៌កំបាំងនៅខាងក្រោមធ្វើឲ្យវិនិច្ឆ័យខូចរឹតប្តីរបស់